បាទថ្ងៃនេះសម្រាប់ចិត្តថាចូលព្រៃដើម្បីជីកយិនសិនមួយប្រភេទទៀតណាអញ្ចឹងយិនសិនដែលខ្ញុំស្គាល់គឺមាន3ប្រភេទនៅតំបន់ហ្នឹងអញ្ចឹងសម្រាប់បងប្អូនចង់បានយិនសិនឬក៏ដើមប្រង់ឬក៏ដូងព្រះដើម្បីយកទៅដាំដើម្បីលម្អក្នុងសួនមុខផ្ទះអាចតំណតំណងមកខ្ញុំបានណាបាទឥឡូវនេះដើរមកដល់ព្រៃហើយឥឡូវយើងមកមើលទាំងអស់គ្នាបាទនេះហើយឃើញហើយបាទនេះគឺជាយិនសិនដែលគេហៅថាប្រភេទពួកយិនសិនពណ៌លឿងណាបាទមើលទៅបងប្អូនដើមវាគឺមានរូបរាងអញ្ចឹងស្លឹកមានរូបរាងដូចម្ដេចបងប្អូនដឹងហើយនេះស្លឹកបាទអញ្ចឹងស្លឹកវាគឺមានលក្ខណៈបែបនឹងឯងណាបាទឥឡូវយើងមកមើលមើមវាវិញថាដាក់មើមវាមានលក្ខណៈមិនដែរណាអញ្ចឹងធ្វើការជីកអស់គ្នាអូយបាទនេះគឺជាគុំរបស់វានេះដោយសារដីនេះផុយបាទអូមើមធំគួរសមបងប្អូននេះអូធំគួរសមមើមនេះមើមវាគឺធំគួរសមណាបងប្អូនណាបាទនេះគឺជាប្រភេទយិនសិនមួយប្រភេទទៀត